បាទនេះគឺជាក្រុមក្មេងតំណើង YSK បាទឬក៏យើងហៅថាយើងស្រឡាញ់គ្នានោះហើយនឹងក្រុម Alien បាទឥឡូវនេះឃើញថាសមត្ថកិច្ចបន្តើចេញមកហើយបាទដើម្បីយកមកបង្ហាញមុខជាសាធារណៈបាទនៅថ្ងៃនេះតែម្ដងប្រិមិត្តបាទlục khé coi coi lục khé coi coi បាទអនុញ្ញាតគោរពជម្រាបសួរប្រិមិត្តទូរទស្សនិកជនជាទីមេត្រីដែលនិយមតាមដានទស្សនារាល់ការផ្សាយរបស់អង្គភាពសារព័ត៌មាន TV Facebook នៅព្រឹកបាទថ្ងៃទី15ខែឧសភាឆ្នាំ2025នេះគឺសមត្ថកិច្ចលោកបានធ្វើការបង្ហាញមុខក្រុមជនសង្ស័យជាច្រើនអ្នកនៅខាងមុខស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផងដែរក្នុងនោះគឺមានទាំងតាមបណ្ដាលខណ្ឌនានាដែលសរុបគឺច្រើនមែនទែនប្រិមិត្តទស្សនិកជនបាទបញ្ជាក់ទៅកាន់ប្រិមិត្តផងដែរថាដោយមានការដឹកនាំដល់កំពង់ខ្ពស់ចង្អុលបង្ហាញដល់កំពង់ខ្ពស់ពីសំណាក់ឯកឧត្តមសេនីយ៍ឯជួននរិនដែលជាអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោកបានយកចិត្តទុកដាក់ចង្អុលបង្ហាញនឹងពជាយ៉ាងម៉ឺងម៉ាត់ទៅដល់កងកម្លាំងដើម្បីបង្ក្រាបនៅក្រមក្មេងតំណែងក៏ដូចជាបទល្មើសផ្សេងៗនៅក្នុងរាជធានីភ្នំពេញបានជាបន្តផងដែរបាទសូមប្រិមិត្តតាមដានបន្តជុំវិញការបង្ហាញមុខនេះផងដែរបាទប្រិមិត្តទស្សនិកជនចំពោះការបង្ក្រាបតាមខណ្ឌនិងការិយាល័យបង្ក្រាបបានរួមមានទី1គឺបាទសមាជិករបស់ការិយាល័យនគរបាលព្រំប្រទានកម្រិតស្រាលរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមួយករណីខកខ្លួន10នាក់ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសក្មេងតំណើងបាទក្រុមឈ្មោះយើងស្រឡាញ់គ្នានិងក្រុមអេលៀន2ខណ្ឌដូនពេញ2ករណីខកខ្លួន2នាក់លួចទូរស័ព្ទដៃនិងលួចគ្រឿងអលង្ការសរុបទឹកប្រាក់ចំនួន$4000គ្មានសារធាតុញៀននិងមានស្រីម្នាក់3ខណ្ឌសែនសុខមួយករណីខកខ្លួន2នាក់លួចមានស្ថានទម្ងន់ទោសកោះផ្ទះលួចយកទ្រព្យសម្បត្តិនិងកាន់កាប់អាវុធខុសច្បាប់4ខណ្ឌ7មករាមួយករណីខាត់ខ្លួនម្នាក់កាន់កាប់អាវុធដោយគ្មានការអនុញ្ញាតនិងផ្ទុះគ្រាប់អាវុធគឺចំនួន2គ្រាប់បាទហើយចំពោះខណ្ឌពោធិ៍សែនជ័យគឺមួយករណីខាត់ខ្លួនបានម្នាក់ឆក់ទូរស័ព្ទដៃជាមុខសញ្ញាចាស់ទើបតែចេញពីពន្ធនាគារហើយទី6គឺខណ្ឌទួលគោកគឺ2ករណីខកខ្លួនបាន8នាក់ក្នុងនោះរួមមានករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោសមួយករណីខកខ្លួនបាន4នាក់ក្មេងតំណើងបាទនិងករណីលួចទូរស័ព្ទដៃមួយករណី4នាក់មានសារធាតុញៀននិងខណ្ឌច្បារអំពៅមួយករណីខកខ្លួនបានម្នាក់គឺលួចកង់តទឹកបាទនិងខណ្ឌដង្កោ2ករណីខកខ្លួន6នាក់ក្នុងនោះមានករណីកាន់កាប់អាវុធដោយខុសច្បាប់កំបិតនិងដាវកែច្នៃមួយករណីខកខ្លួន4នាក់ក្មេងតំណើងឈ្មោះក្រុមទឹកកញ្ចប់ TKJ 9ព្រែកភ្នៅករណីលួចឆ្កឹះសោទ្វារផ្ទះលួចយកទ្រព្យសម្បត្តិមួយករណីខកខ្លួនបាន2នាក់និងមានសារធាតុញៀននិងមួយករណីទៀតគឺខាត់ខ្លួនបាន5នាក់ករណីកាប់ប្លន់យកម៉ូតូផ្សំគំនិតនិងទទួលផលសូមប្រិមិត្តតាមដានបន្តទៀតជំវិញការបង្ហាញមុខរបស់សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងតាមបណ្ដាខណ្ឌផ្សេងៗដែលគាត់បានមកដាក់បង្ហាញរួមគ្នាតែម្ដងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផងដែរបាទlục khé coi coi lục khé coi coi បាទនេះគឺជាក្រុមក្មេងតំណើង YSK បាទឬក៏យើងហៅថាយើងស្រឡាញ់គ្នានោះហើយនឹងក្រុម Alien បាទឥឡូវនេះឃើញថាសមត្ថកិច្ចបន្តើចេញមកហើយបាទដើម្បីយកមកបង្ហាញមុខជាសាធារណៈបាទនៅថ្ងៃនេះតែម្ដងប្រិមិត្តបាទ Phê cho con sắp nó rồi. Mà nó muốn tiền.
បាទអរគុណប្រិមត្តទស្សនិកជនដែលចំណាយពេលវេលាដ៏មានតម្លៃចូលទស្សនារកការផ្សាយគណៈពេលនេះខ្ញុំបានសំណាងសូមអរគុណសូមគោរពលា